គម្រោងការនៃការយកកូនជីវប្រវត្តិកូនពៅរបស់ខ្ញុំវគ្គ2ចេញមកហើយអូខេខ្ញុំនឹងប្រាប់ជីវប្រវត្តិកូនពៅរបស់ខ្ញុំធូប្រហែលជាអាចឈានទៅដល់វគ្គ3ទៀតដោយសារតែរឿងនឹងវែងប៉ុន្តែមកស្ដាប់នៅវគ្គ2នេះសិនខ្ញុំនិយាយពីដំបូងវាមិនមែនជាការងាយស្រួលទេដែលគឺ3ឆ្នាំបងប្អូនដែលខ្ញុំបានកូនស្រីនឹងគឺខ្ញុំតាម3ឆ្នាំបានខ្ញុំបានព្រោះពេលដែលខ្ញុំទៅពេទ្យនឹងខ្ញុំត្រូវទៅដោះកងចេញដោយសារខ្ញុំជាមនុស្សស្រីមួយដែលជឿរើសនឹងការពារដាក់កងហើយអញ្ចឹងពេលដែលខ្ញុំទៅដោះកងនឹងខ្ញុំទៅពិសាមួយពេទ្យហើយមកវិញយើងចាប់ផ្ដើមរៀបចំក្បួនរបស់យើងតែម្ដងជាមួយនឹងការលំហាត់ប្រាណទាំងប្តីទាំងប្រពន្ធរបៀបញ៉ាំអាហារដាក់ថ្ងៃដែលយើងយកកូនស្រីហើយក៏យើងថែសុខភាពញ៉ាំថ្នាំបំប៉នប៉ុន្តែអ្វីដែលជាបញ្ហារបស់ខ្ញុំនឹងគឺ fail រកខែខ្ញុំទិញពិនិត្យទឹកនោមបងប្អូនមើលទៅបងប្អូនគឺពោពេញដោយលុយសុទ្ធតែម្ដងគឺទិញច្រើនណាបងប្អូនខ្ញុំទិញពិនិត្យនៅផ្ទះហើយណានៅកន្លែងធ្វើការផ្សេងហើយប្តីរបស់ខ្ញុំថាប្រពន្ធនៅផ្ទះនៅកន្លែងធ្វើការមិនមានន័យថាទៅពិនិត្យនៅកន្លែងធ្វើការមានហើយពិនិត្យនៅផ្ទះអត់មានទេដូចតែគ្នាទេប៉ុន្តែអត់អស់ចិត្តម្នាក់នេះគឺហ៊ានណាស់គឺទិញអាថ្លៃអត់ទិញអាថោកទេហើយបងប្អូនច្រើនមែនតើខ្ញុំដៅសួរគេថាចេះអាព្រាតិចអូខ្ញុំមានហើយបើជាខ្ញុំមានចង់បានដល់ថ្នាក់ហ្នឹងហើយខ្ញុំដេកសែតពេលអត់មានណាហើយមិនការងាយស្រួលទេហើយយប់ឡើងដេកនិយាយមួយប្តីថាចេះបងចុះបើយើងបានកូនប្រុសទៀតគួរធ្វើម៉េចទៅយើងត្រូវធៀមចិត្តដែរប្រាប់ប្តីទៀតថាធៀមចិត្តដែរកុំឲ្យខកចិត្តបើយើងបានកូនប្រុសមួយទៀតទៅជាគៀកូនរបស់យើងដែរព្រោះពេលដំបូងហ្នឹងបងចង់បានកូនស្រីហើយបានកូនឥឡូវហ្នឹងបានកូនប្រុសប៉ុន្តែដឹងអត់ថាអូនចង់បានកូនប្រុសដំបូងអញ្ចឹងខ្ញុំបានកូនប្រុសដំបូងសប្បាយចិត្តណាប៉ុន្តែប្តីខ្ញុំអត់ទេចង់បានកូនស្រីដំបូងព្រោះដោយសារគាត់4នាក់បងប្អូនសិតតែប្រុសអញ្ចឹងគាត់ចង់បានកូនស្រីដំបូងហ្នឹងជួយជំនួសដៃជំនួសជើងម៉ែឪអញ្ចឹងណាប៉ុន្តែខ្ញុំអត់ទេខ្ញុំបងគេកូនស្រីអញ្ចឹងខ្ញុំចង់បានកូនប្រុសស្រួលមើលប្អូនអីចឹងទៅមើលកាក់ក៏ត្រូវប្អូនចឹងទៅអញ្ចឹងខុសគ្នាពីខ្ញុំប៉ុន្តែអីទេឲ្យតាក្រោយនេះស្រីអញ្ចឹងណាយើងនិយាយគ្នាប៉ុន្តែលួងចិត្តខ្លួនឯងដែរពេលហ្នឹងប្រាប់ប្តីប៉ុន្តែក្នុងចិត្តខ្លួនឯងថាចេះតិចប្រុសទៀតទៅប៉ុន្តែយើងត្រូវនិយាយជាមួយខ្លួនឯងថាចេះកុំប្រកាសអញ្ចឹងព្រោះយើងជាគ្រឹះបរិស័ទយើងទៅប្រកាសថាព្រះអង្គនឹងឲ្យអ្វីដែលស័ក្តិសមសម្រាប់ក្រុមគ្រួសាររបស់ខ្ញុំគឺខ្ញុំចង់បានកូនស្រីអញ្ចឹងខ្ញុំអធិដ្ឋានដោយទុកចិត្តព្រះអង្គហើយបើព្រះអង្គឲ្យអីខ្ញុំកូនប្រុសក៏បានស្រីក៏បានបើស្រីកាន់តែល្អប៉ុន្តែបើប្រុសអត់មានអារម្មណ៍ពិបាកចិត្តឬក៏សែតឬក៏ធ្វើឲ្យចិត្តរបស់យើងអត់សុបាយចិត្តទេយើងត្រូវតែទទួលយកនៅអ្វីដែលព្រះអង្គរៀបចំឲ្យយើងអញ្ចឹងណាអញ្ចឹងអូខេនិយាយតទៀតហើយដល់ពេលដែលខ្ញុំទិញអ្នកបណ្ឌិតទឹកនោមហ្នឹងអត់បណ្ឌិតអត់ដែរបានទេយើងនិយាយគ្នាហើយបណ្ឌិតអត់ដែរមានទេហើយពេលហ្នឹងបងប្អូនហើយប្តីរបស់ខ្ញុំគាត់តែងតែឈឺក្បាលជាមួយខ្ញុំឲ្យរកខែបាត់រដូវគឺគាត់ចាប់ផ្ដើមថាចេះទិញកុំច្រើនពេកបណ្ឌិតទៅនៅផ្ទះបានហើយតែខ្ញុំនេះចំណាយលុយបណ្ឌិតចង់បានមែនតើអញ្ចឹងកូនស្រីនឹង3ឆ្នាំបាទខ្ញុំតស៊ូបាទខ្ញុំបានកូននឹងហើយពេលដែលទៅពិនិត្យភេទនឹងចាំខ្ញុំប្រាប់នៅវគ្គ3ទៀតបានល្អសើចកូនដំបងប្រុសខ្ញុំណាពេទ្យពិនិត្យថាឃើញខែកុយនោះមានកូនប្រុសមើលមុខខ្ញុំរៀងទៅពេលអញ្ចឹងទៅគាត់ថាចេះលោកគ្រូពិនិត្យម្ដងទៀតមើលដឹងថាប្រុស 100% ហើយពេលខ្ញុំថាមិនដែរឲ្យមុខឡើងសែតខ្ញុំថាបងកូនយើងប្រុសយើងទៅទទួលស្គាល់ថាដល់ពេលចុងក្រោយបានកូនប្រុសស្រឡាញ់កូនចង្អប់ហើយនាំកូនស្រីហ្នឹងហើយជាមួយខ្ញុំប្រាប់នៅវគ្គ3តទៀតអូម៉ោយមេខ្ញុំទាំងពីរនាក់ហ្នឹងហើយអញ្ចឹងចាំជួបគ្នានៅវគ្គ3ទៀតបាយ